clip ថ្ងៃនេះគឺខ្ញុំធ្វើខ្លីច្បាច់ជាពិសេសដោយសារបងប្អូនយើងចង់ដឹងថាពេលណាដែលសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងវិញតែពេលខ្ញុំបានធ្វើលម្អិតរួចហើយបងប្អូនអាចទៅមើលលម្អិតហ្នឹងទៅតែថ្ងៃនេះខ្ញុំឆ្លើយថាពេលណាដែលប្រសើរឡើងវិញពួកបងប្អូនខ្លះគាត់មានដីធ្លីគាត់ចង់បញ្ចេញអីចឹងណាចង់បញ្ចេញបាទដូចខ្ញុំបានធ្វើស្គ្រាល់អត្ថាធិប្បាយវគ្គមុនអញ្ចឹងកម្ពុជាយើងគឺកើតចំថ្ងៃឈើយ៉ាងជាប្រភេទខ្សែជីវិតចម្រុះខ្សែជីវិតចម្រុះធាតុល្អរបស់យើងគឺមាន3គឺធាតុដី1ធាតុឈើ2ហើយនិងធាតុឈើនោះគឺឈើឧត្តមភាពមិនមែនឈើប្រជែងហើយនឹងធាតុមួយទៀតគឺធាតុភ្លើងបាទធាតុភ្លើងអញ្ចឹងខ្មែរយើងឥឡូវនេះគឺស្ថិតនៅក្នុងអាយុចន្លោះ70ទៅ74ឆ្នាំនេះគឺឆ្នាំ2025អញ្ចឹងយើងដើរចំធាតុឈើយិនឈើយិននេះគឺបានន័យថាជាឈើមួយដែលយើងបំលែងពីខ្សែជីវិតចម្រុះមកទៅជាខ្សែជីវិតប្រជែងអញ្ចឹងខ្សែជីវិតប្រជែងបានន័យថាមានបងប្អូនយើងឬក៏មិត្តភ័ក្តិយើងចាំដណ្ដើមទ្រព្យពីយើងណាចាំដណ្ដើមទ្រព្យពីយើងកន្លែងនេះគឺជាខ្សែជីវិតមិនល្អទេសម្រាប់កម្ពុជាគឺយើងដើរចំខ្សែជីវិតស្រក់អាប់ហើយស្រក់អាប់ហើយអញ្ចឹងហើយបានជានៅក្នុងចន្លោះឆ្នាំនេះគឺយើងមានបញ្ហាច្រើនសេដ្ឋកិច្ចសង្គមនិងនយោបាយអញ្ចឹងបានបងប្អូនមួយចំនួនត្អូញត្អែថាលោកគ្រូយើងហាក់ដូចជាពិបាករកលុយរកកាក់អានឹងជាការពិតយើងពិបាករកលុយរកកាក់ក្នុងថេរវេលានឹងអានឹងអត់ចម្លែកទេដោយសារតែលំហពេលធាតុរបស់យើងនឹងវាចំអាខ្សែជីវិតបច្ចេកគឺវាមានបញ្ហាតានតឹងអញ្ចឹងនៅក្នុងឆ្នាំ2025គឺយើងដើរចំធាតុខាងលើគឺឈើយិនឈើដកហ្នឹងជាឈើបច្ចេកហើយខាងក្រោមហ្នឹងម្សាញ់គឺធាតុមាសគឺជាធាតុអំណាចជាធាតុមិនល្អរបស់យើងហើយវាជាចម្លាស់ធាតុគ្រោះភ័យដូច្នេះហើយបានជាយើងមានចំនួនជាមួយនឹងប្រទេសថៃតាមពិតយើងមានចំនួននៅពេលណាគឺខ្ញុំបានបញ្យល់លម្អិតកាលពីមុនវគ្គមុនច្រើនណាតាក់ទងរឿងហ្នឹងបងប្អូនអាចទៅមើលคลิปលម្អិតថែមទៅតែសំណួរបងប្អូនថាឥឡូវសេដ្ឋកិច្ចកម្ពុជាល្អនៅពេលណាតើតែកម្ពុជាបំលែងពីខ្សែជីវិតបច្ចេកនេះឲ្យទៅជាខ្សែជីវិតចម្រុះឥឡូវបច្ចុប្បន្នគឺយើងនៅចន្លោះពី2023ទៅកាន់2027ហើយអញ្ចឹងតើខ្មែរយើងទៅចន្លោះអាយុ75 79 2028ទៅកាន់2032គឺខ្មែរយើងដើរចំធាតុឈើថោះឈើថោះហ្នឹងគឺវារួមធាតុជាមួយនឹងកលក្នុងតួខែវាបំលែងពីខ្សែជីវិតបច្ចុប្បន្នជាខ្សែជីវិតបច្ចេកឲ្យទៅជាខ្សែជីវិតឧត្តមភាពខ្សែជីវិតឧត្តមភាពគឺជាខ្សែជីវិតមួយដ៏ខ្លាំងបុគ្គលណាដែលមានខ្សែជីវិតឧត្តមភាពបុគ្គលនោះគឺទទួលជោគជ័យនៅក្នុងពេលហ្នឹងសម្រាប់កម្ពុជានៅពេលដែលយើងដើរចំខ្សែជីវិតឧត្តមភាពនេះគឺខ្មែរយើងនឹងខ្លាំងក្នុងថេរវេលា5ឆ្នាំបានន័យថាកំណើនសេដ្ឋកិច្ចរបស់យើងក៏ល្អស្ថានភាពនយោបាយសេដ្ឋកិច្ចសង្គមរបស់យើងក៏ប្រសើរជាងមុនខ្ញុំគិតថាប្រហែលជាក្រោយការបោះឆ្នោតហើយខ្មែរយើងប្រហែលជាមានភាពល្អនៅក្នុងនយោបាយហើយសេដ្ឋកិច្ចរបស់យើងអាចមានការសាមគ្គីគ្នាល្អជាងនេះអានឹងហើយដែលធ្វើឲ្យខ្សែជីវិតរបស់យើងគឺថ្លៃថ្លានៅពេលហ្នឹងណាមានកំណើនឬក៏សន្ទុះសេដ្ឋកិច្ចប្រសើរជាងនេះប្រសើរជាងនេះអញ្ចឹងចំពោះបងប្អូនដែលមានដីធ្លីដែលចង់បញ្ចេញលំហពេលដែលល្អជាងគេគឺមានតែចន្លោះហ្នឹងឯងគឺ2028ទៅកាន់2032ផុតពេលហ្នឹងរៀងតានតឹងបងប្អូនអាចទៅមើលคลิปលម្អិតរបស់លោកគ្រូកាលពីវគ្គមុនណាវគ្គមុនសំណួរទី2ដែលបងប្អូនច្រើនតែសួរខ្ញុំថាឥឡូវធ្វើម៉េចដើម្បីជួយកម្ពុជាបានជួយសង្គ្រោះកម្ពុជាបានធ្វើម៉េចឲ្យកម្ពុជាយើងខ្លាំងដើម្បីឲ្យកម្ពុជាយើងខ្លាំងដោយសារកម្ពុជាយើងជាខ្សែជីវិតចម្រុះអញ្ចឹងតលតែយើងនឹងដើរជាលក្ខណៈខ្សែជីវិតឧត្តមភាពមានខ្សែជីវិតឧត្តមភាពពីព្រោះយើងកើតចំថ្ងៃឈើយ៉ាងហុំព័ទ្ធទៅដោយទឹកសមុទ្រហើយនិងទឹកភ្លៀងណាទឹកភ្លៀងគឺទឹកយិនដូច្នេះដើមឈើមួយដើមនេះគឺអត់សូវមានលំនឹងល្អទេតើមានឧត្តមភាពអញ្ចឹងទេយើងកើតចំខែកុលខែកុលនេះបើសិនជាយើងមានថោះហើយនឹងយើងមានមមែបង្កើតបានជាធាតុឈើខ្មែរយើងនឹងคล้ายទៅជាខ្សែជីវិតឧត្តមភាពខ្សែជីវិតដែលខ្លាំងក្លាខ្សែជីវិតដែលខ្លាំងក្លាខ្សែជីវិតដែលទទួលជោគជ័យទទួលជោគជ័យអញ្ចឹងមានន័យថាម៉េច
មានន័យថាបើសិនជាយើងចង់ជួយខ្មែរយើងតើតែយើងរើសមន្ត្រីរាជការដែលទៅកាន់ប៉ុស្តិ៍សំខាន់គឺរើសអ្នកដែលកើតឆ្នាំថោះមួយឆ្នាំមមែពីរឆ្នាំថោះហើយឆ្នាំមមែមិនមែនបានន័យថាអ្នកដែលអត់មានសមត្ថភាពក៏ឲ្យទៅដែរអត់ទេអ្នកដែលកើតឆ្នាំថោះហើយនៅមមែអ្នកដែលមានទេពកោសល្យពិសេសអ្នកដែលមានបញ្ញាល្អមានសមត្ថភាពខ្ពស់រៀនពូកែមានឧត្តមគតិល្អឲ្យគាត់ទៅកាន់ប៉ុស្តិ៍សំខាន់គឺប៉ុស្តិ៍ដែលអាចធ្វើសេចក្តីសម្រេចចិត្តបានឧទាហរណ៍ប៉ុស្តិ៍ជាចៅហ្វាយខេត្តជាចៅហ្វាយស្រុកអីចឹងណាជាមេឃុំអីចឹងទៅជាមេភូមិអីចឹងទៅឬក៏អគ្គនាយកប្រធាននាយកដ្ឋានឬក៏ប្រធានការិយាល័យឬក៏ជារដ្ឋមន្ត្រីអីហូហែអញ្ចឹងទៅបានន័យថាប៉ុស្តិ៍ដែលអាចធ្វើសេចក្តីសម្រេចចិត្តកើតមិនមែនធ្វើជារងគេអនុគេទេប៉ុន្តែទាំងអស់ហ្នឹងវាតតែមនុស្សហ្នឹងគឺមានសមត្ថភាពមានបញ្ញាញាណឲ្យគាត់ទៅកាន់ប៉ុស្តិ៍ហ្នឹងទៅគឺបានន័យថានៅពេលដែលបុគ្គលដែលកើតឆ្នាំទាំងពីរហ្នឹងទៅកាន់ប៉ុស្តិ៍ទាំងអស់ហ្នឹងគាត់មានភក្ដីភាពចំពោះខ្មែរគាត់ស្រឡាញ់ប្រទេសច្រើនជាងស្រឡាញ់ផលប្រយោជន៍ส่วนตัวរបស់គាត់អាហ្នឹងគឺជាចំណុចសំខាន់ក្នុងការកែប្រែជោគវាសនានៃប្រទេសកម្ពុជាធាតុមួយទៀតគឺជាធាតុឈើបូកមមីឈើបូកមមីគឺជាធាតុសង្គ្រោះហើយដោយសារយើងមានធាតុឧបសគ្គមួយដែលយើងត្រូវការដោះចេញ